បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះខ្ញុំបានលើកយកគាថាជពលមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រណាគាថាជពលនេះណារបៀបប្រើហ្នឹងគឺយើងប្រើណាសម្រាប់ជពលណាជប់ឲ្យចេញជាសេនាណាទៅទប់ទល់ជាមួយមាខ្មាំងសត្រូវអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយកិច្ចប្រើហ្នឹងគឺយើងត្រូវតែបេះណាស្លឹកឈើណាស្លឹកអ្វីក៏ដោយណាឲ្យតែស្រស់ឬស្លឹកបូតមកពីដើមភ្លាមណាក្តាប់ដៃយកមកដាក់ក្បែរមាត់ណាហើយយើងសូត្រគាថានេះណាចំនួនម្ដងចប់យើងផ្លុំទៅរួចក៏យើងយកស្លឹកឈើនេះណាទៅប្រើទៅលើដីទៅរួចយើងនិយាយណាអ្វីដែលយើងចង់ប្រើទៅណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងទេកុំឲ្យខាតពេលវេលាកាន់ទៅវិញឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាឧកាសៈឧកាសៈឧកាសៈខ្ញុំព្រះករុណាសូមអរតនីព្រះតេជគុណឃ្លាំងមឿងពលពន់ម៉ឺនសែនមកជួយតតាំងខ្មាំងសត្រូវអដ្ឋធិកោតតិសោអេហេអេហេមៈមៈមៈអឧម្ដងទៀតឧកាសៈឧកាសៈឧកាសៈខ្ញុំព្រះករុណាសូមអរតនីព្រះតេជគុណឃ្លាំងមឿងពលពន់ម៉ឺនសែនមកជួយតតាំងខ្មាំងសត្រូវអដ្ឋធិកោតតិសោអេហេអេហេមៈមៈមៈអឧអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រតាមការគួរចុះណា